វ័យចន្លោះពី23ដល់45ឆ្នាំមិនមែនគ្រាន់តែជាតួលេខនៃអាយុនោះទេប៉ុន្តែវាគឺជាមាសនិងជាស្ពានចម្លងដ៏សំខាន់បំផុតសម្រាប់ជីវិតមនុស្សម្នាក់ៗព្រោះនេះគឺជាពេលវេលាដែលថាមពលរាងកាយអ្នកពេញដោយកម្លាំងហើយភាពចាស់ទុំនៃគំនិតក៏ចាប់ផ្ដើមរីករូបរាងដែរវាជាវ័យដែលយើងត្រូវរស់នៅក្នុងសុបិនហើយចាប់ផ្ដើមកសាងការពិតឲ្យខ្លួនឯងក្នុងចន្លោះវ័យនេះយើងជួបប្រទះនូវការផ្លាស់ប្ដូរធំៗជាច្រើនដូចជាការកសាងអាជីពការបង្កើតគ្រួសារនិងការទទួលខុសត្រូវធ្ងន់ធ្ងរជាងមុនការត្រៀមខ្លួនឲ្យបានត្រឹមត្រូវនៅក្នុងវ័យនេះមិនមែនសម្រាប់តែភាពមានបានមួយមុខឡើយប៉ុន្តែគឺជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់ខ្លួនឯងនៅថ្ងៃអនាគតដើម្បីកុំឲ្យមានពាក្យថាស្ដាយក្រោយនៅពេលដែលយើងឈានចូលដល់វ័យជ្រេងចំណុចខ្លះៗដែលអាចជួយធ្វើឲ្យអ្នកឈរជាមួយភាពរឹងមាំបានទី1យើងអាចចាប់ផ្ដើមថ្មីបានជានិច្ចមិនថាជីវិតជួបនៅអ្វីក៏ដោយទី2គ្មានពាក្យថាយឺតពេលនៅក្នុងការដែលយើងរៀនអ្វីដែលយើងចូលចិត្តនោះទេទី3ឈប់យកជីវិតខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃក្នុង Facebook ឬ TikTok ទៀតទី4គ្រាន់តែធ្វើខ្លួនឯងឲ្យបានល្អជាងថ្ងៃម្សិលមិញបន្តិចក៏គ្រប់គ្រាន់ណាស់ហើយទី5ទោះបីយើងត្រូវដើរយឺតបន្តិចក៏ដោយប៉ុន្តែកុំបោះបង់ក្តីស្រមៃធំរបស់ខ្លួនឯងឲ្យសោះទី6ឆ្លៀតពេលរកចន្លោះផ្ដល់សេចក្តីសុខសម្រាប់ខ្លួនឯងឲ្យបានកុំចាំទាល់តែពេលយើងមានបានឲ្យសោះទី7រៀនធ្វើចិត្តអត់ធ្មត់និងខឹងឲ្យបានតិចបំផុតតាមដែលអាចធ្វើបាននោះចិត្តអ្នកនឹងបានស្ងប់ទី8ភាពជោគជ័យមិនចាំបាច់ទាល់តែយើងមានលុយរាប់លាននោះទេគ្រាន់តែចេះបង្កើតសុភមង្គលឲ្យខ្លួនឯងក៏រាប់ថាជាជោគជ័យដ៏ធំក្នុងជីវិតហើយទី9បើថ្ងៃនេះអ្នកទទួលបានសុខភាពល្អនិងមានអាហារហូបសម្រាប់មួយថ្ងៃគឺល្អបំផុតហើយទី10សូមចំណាយពេលជាមួយគ្រួសារនិងមនុស្សជាទីស្រឡាញ់ឲ្យបានច្រើនទី11ត្រូវចេះរៀបចំប្រាក់សន្សំសម្រាប់ខ្លួនឯងឲ្យបានរឹងមាំទី12ហ៊ាននិយាយពាក្យថាទេចំពោះរឿងដែលនាំឲ្យយើងខូចចិត្តនិងខាតពេលវេលាហើយប៉ះពាល់ដល់សុខភាពទី13កុំយកកំហុសពីមុនមកធ្វើជាការរាំងផ្លូវសម្រាប់ជំហានដែលយើងត្រូវដើរបន្តទៀតឲ្យសោះសូមរក្សាផ្លូវចិត្តនិងសុខភាពខ្លួនឯងឲ្យបានល្អពេលសុខភាពផ្លូវចិត្តអ្នករឹងមាំអ្នកនឹងអាចឆ្លងកាត់ឧបសគ្គបានទាំងអស់